សូមគោរពនិងជម្រាបសួរខ្ញុំបាទឈ្មោះណនដារីគឺជាគ្រូបង្រៀនថ្នាក់ទី5នៅសាលាគួចប៊ីលីទូបេងស្ថិតនៅក្នុងស្រុកកំពង់សៀមខេត្តកំពង់ចាមដោយសារតែស្ថានភាពបច្ចុប្បន្នជំងឺ Covid-19 ពុំទាន់ស្ងប់ស្ងាត់នៅឡើយដូច្នេះគឺតម្រូវឲ្យបងប្អូនសិស្សានុសិស្សទាំងអស់សិក្សាពីចម្ងាយជាមួយនឹងលោកគ្រូបន្តទៀតតាមរយៈបណ្ដាញសង្គមដែលមានដូចជា Facebook របស់ក្រសួងអប់រំយុវជននិងកីឡា Page គ្រូ Cambodia YouTube និងតាមប្រព័ន្ធទូរទស្សន៍ដូចជាទូរទស្សន៍ប៉ុស្តិ៍តក2ទូរទស្សន៍ប៉ុស្តិ៍ Wiki TV និងទូរទស្សន៍ប៉ុស្តិ៍ខ្សែកាតជាច្រើនទៀតបាទដូច្នេះកូនៗទាំងអស់គ្នាកុំភ្លេចចូលរួមធ្វើអនាម័យជាប្រចាំដោយការលាងដៃជាមួយសាប៊ូឬក៏អាល់កុលឬក៏ជែលលាងដៃដើម្បីកម្ចាត់ពីមេរោគផ្សេងៗពិសេសនោះគឺជំងឺ Covid-19 បាទហើយកូនៗទាំងអស់គ្នាគឺត្រូវតែត្រៀមសម្ភារៈជាមួយលោកគ្រូដែលមានដូចជាសៀវភៅភាសាខ្មែរថ្នាក់ទី5បិចបន្ទាត់សៀវភៅសរសេរនិងសៀវភៅព្រាងជាដើមបាទអញ្ចឹងកូនៗទាំងអស់គ្នាអាចត្រៀមសម្ភារៈទាំងអស់នោះនៅលើតុទៅបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាលោកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានត្រៀមសម្ភារៈរួចរាល់ណាបាទអរគុណច្រើនអញ្ចឹងយើងនឹងចាប់ផ្ដើមចូលមេរៀនតែមុននឹងចូលមេរៀនរបស់យើងលោកគ្រូសូមរំលឹកសិនថាតើនៅក្នុងថ្ងៃមុនមេរៀនភាសាខ្មែររបស់យើងរៀនអំពីអ្វីបាទគឺរៀនអំពីការតែងល្បះเนาะការតែងល្បះបាទលោកគ្រូក៏បានចាំថាលោកគ្រូបានដាក់កិច្ចការផ្ទះឲ្យបងអូនតែងល្បះតាមរូបភាពតើបងអូនទាំងអស់គ្នាបានតែងល្បះដែរឬទេបាទដូចជាលោកគ្រូឲ្យបងប្អូនអរគ្នាបានតែង5ល្បះเนาะបាទតោះយើងចាប់ផ្ដើមយកកិច្ចការផ្ទះរបស់យើងចាប់ផ្ដើមធ្វើអត្រាកំណែបាទតោះ5ល្បះឥឡូវល្បះទី1ពេលដែលលោកគ្រូតែងនេះគឺมันប្រកាសថាដូចកូនទាំងស្រុងទេយើងមើលនៅក្នុងរូបភាពហ្នឹងគឺយើងឃើញកុមារាកុមារីគាត់នាំគ្នាទៅចាក់ថ្នាំបង្ការណាបង្ការជំងឺ7មុខនៅមណ្ឌលសុខភាពឬក៏នៅសាលារៀនណាបាទអាចជាលោកគ្រូពេទ្យលោកគ្រូពេទ្យគាត់មកចាក់នៅសាលារៀនក៏បានដែរបាទអរគុណឥឡូវយើងមើលទី1ល្បះទី1បាទកុមារបាទកុមារមានថាកុមារទាំងអស់เนาะកុមារត្រូវបានទទួលការចាក់ថ្នាំបង្ការជំងឺប៉ុន្មានមុខបាទនេះគឺជំងឺ7មុខណាបង្ការជំងឺ7មុខ7មុខបងប្អូនអរគ្នាដឹងទេថាជំងឺ7មុខហ្នឹងមានជំងឺអ្វីខ្លះបាទជំងឺ7មុខហ្នឹងវាមានជំងឺឥឡូវលោកគ្រូរៀបរាប់បានពីឲ្យកូនទី3ដូចជាជំងឺរលាកថ្លើមបាទរលាកថ្លើមប្រភេទតាមប្រភេទជំងឺតេតាណូសជំងឺឆ្កួតជ្រូកនិងជំងឺផ្សេងទៀតដែលបងប្អូនអាចដូចជាជំងឺកញ្ជ្រិលពិសេសកញ្ជ្រិលណាហើយមួយទៀតរលាកស្រាមខួរបាទមានច្រើនទៀតបាទដល់លំល្បះទី2បាទយ៉ាងម៉េចទៀតល្បះទី2ពេលដែលបងប្អូនអរគ្នាចាក់ថ្នាំបងប្អូនអរគ្នាមានយ៉ាងម៉េចដែរសុខភាពយើងបាទសុខភាពល្អអញ្ចឹងមានន័យថាការចាក់ថ្នាំបង្ការធ្វើឲ្យយើងមានសុខភាពល្អការចាក់ថ្នាំបង្ការធ្វើឲ្យយើងមានសុខភាពល្អពេលយើងចាក់ថ្នាំឈឺហ៎លោកគ្រូគាត់ថាអត់ឈឺទេណាពេលដែលយើងចាក់ថ្នាំបង្ការទាំងអស់ហ្នឹងគឺធ្វើឲ្យយើងមានសុខភាពល្អជៀសវាងពីជំងឺផ្សេង3ល្បះទី3
mơ là khu pet là khu pet có chặt năm chẳng mấy bạn khu pet chặt năm bằng cá đầu dốc chất tốt đã khu pet chặt năm bằng cá đầu dốc chất tốt đã bà quạt tục dầu chất tục đã admin phê và hai tế bà cửu pet chặt năm bằng cá đào dấu chất tục đã bà con ốc ní ai tay là cửu ban thế đấy bạn bày hái giờ mơ phê được quạt chặt năm mơ chẳng mày đá mơ rộng bọc quạt mơ tới đôi chia sẻ bài đi đấy nó phủ quạt ban năm bằng cá chấn tí buồn cụ ma tàng ó cụ ma tàng ó sập bài rị rị ấyក្នុងការទទួលថ្នាំបង្ការសប្បាយកុមារទាំងអស់សប្បាយរីករាយក្នុងការទទួលថ្នាំបង្ការបាទអរគុណច្រើននៅឃើញគាត់មកតម្រង់ជួយដើម្បីចាក់ថ្នាំទី5ចុងក្រោយជំងឺទាំងអស់មានប៉ុន្មានមក7អញ្ចឹងគេមិនមែនចាក់ម្ដងតែ7ទេគេមានតាមដំណាក់របស់គេអញ្ចឹងកុមារទាំងអស់ហ្នឹងត្រូវចាក់ថ្នាំបង្ការឲ្យបានគ្រប់ចំនួនគឺ7មុខតាមការកំណត់តោះយើងចាប់ដើមបាសចុងក្រោយកុមារទាំងអស់ត្រូវទទួលការចាក់ថ្នាំបង្ការទាំង7មុខបង្ការជំងឺណាបង្ការជំងឺទាំង7មុខឲ្យបានគ្រប់ចំនួននិងទៀងទាត់បាទអរគុណច្រើនបងប្អូនទាំងអស់គ្នាលោកគ្រូសង្ឃឹមថាបងប្អូនអាចតែងបានដោយលោកគ្រូយើងអាចបង្កើតបានច្រើនទៀតតែលំហាត់របស់យើងឲ្យបានតែ5ទេតោះឥឡូវយើងចាប់ផ្ដើមអានទៅលើកិច្ចការផ្ទះទាំងអស់គ្នា1កុមារត្រូវបានទទួលការចាក់ថ្នាំបង្ការជំងឺ7មុខ2ការចាក់ថ្នាំបង្ការធ្វើឲ្យយើងមានសុខភាពល្អ3គ្រូពេទ្យចាក់ថ្នាំបង្ការដោយយកចិត្តទុកដាក់4កុមារទាំងអស់សប្បាយរីករាយក្នុងការទទួលថ្នាំបង្ការ5កុមារទាំងអស់ត្រូវទទួលការចាក់ថ្នាំបង្ការជំងឺទាំង7មុខឲ្យបានគ្រប់ចំនួននិងទៀងទាត់បាទអរគុណច្រើនបងប្អូនទាំងអស់គ្នាអញ្ចឹងយើងចាប់ផ្ដើមមើលកិច្ចការផ្ទះរបស់យើងហើយយើងបើខុសឬក៏ខ្វះខាតឡើយណាយើងអាចបន្ថែមเนาะបាទអរគុណអញ្ចឹងនៅក្នុងថ្ងៃនេះយើងនឹងបន្តទៅដល់មេរៀនយើងបន្តទៀតបាទ và cứ mê riêng ở trong tổng po á
ទី13 តើបងប្អូនទាំងអស់គ្នាបានមើលកិច្ចការផ្ទះផ្កាយហើយឬនៅបាទអរគុណច្រើនបាទនៅក្នុងថ្ងៃនេះគឺយើងរៀនអំពីមេរៀនភាសាខ្មែរថ្នាក់ទី5ទំព័រទី13មេរៀនទី1វរៈជនឆ្នាំគឺការនិយាយការពណ៌នាអំពីជនគំរូបាទនៅក្នុងមេរៀននេះដែរគឺមានគោលបំណងឲ្យបងប្អូនទាំងអស់គ្នាឬក៏អ្នកសិក្សាទាំងអស់ចេះនិយាយរៀបរាប់ឬក៏បង្ហាញអំពីជនណាម្នាក់ដែលគំរូនៅក្នុងសហគមន៍ឬក៏គំរូសម្រាប់ប្រជាជនទូទៅឲ្យបានត្រឹមត្រូវដោយបង្ហាញពីលក្ខណៈសម្បត្តិរបស់តួអង្គនោះបាទអរគុណច្រើនអញ្ចឹងយើងបើកសៀវភៅទំព័រទី13ទៅយើងនឹងឃើញការសន្ទនារបស់តួអង្គ2នាក់เนาะតែឥឡូវបងប្អូនអរគ្នាអាចបើកសៀវភៅមកយើងអានការសន្ទនារបស់តួអង្គ2នាក់ហ្នឹងតើគាត់សន្ទនាអំពីអ្វីលោកគ្រូសម្បត្តិខាងកណ្ដាលមកដើម្បីយើងមើលទាំងអស់គ្នាច្បាស់បាទនេះគឺជាការសន្ទនារបស់តួអង្គ2នាក់គឺតួអង្គកននិងតួអង្គកែវណាបាទមើលតួអង្គកែវគឺស្រីនេះតួអង្គ2នាក់នេះតួអង្គមួយទៀតគឺតួអង្គកនតើការសន្ទនារបស់គាត់ទាំង2នាក់នេះគាត់និយាយអំពីអ្វីបាទអញ្ចឹងគឺនិយាយអំពីជនគំរូតើជនគំរូនរណាដែលគាត់ទាំង2នាក់លើកនិយាយតើឥឡូវយើងចាប់ដើមទៅលើការសន្ទនាគេថាចូលអានការសន្ទនារវាងកែវនិងកនខាងក្រោមកែវកនឥឡូវនេះខ្ញុំឃើញភូមិឯងមានការរីកចម្រើនប្លែកពីពេលមុនឆ្ងាយណាស់តើមកពីហេតុអ្វីទៅកនកែវឯងមិនដឹងទេឬភូមិខ្ញុំបានរីកចម្រើនគឺមកពីឥឡូវនេះមេភូមិខ្ញុំបានរៀនសូត្របទពិសោធន៍ល្អនិងមានផែនការអភិវឌ្ឍភូមិច្បាស់លាស់ដូចភូមិខ្ញុំដែរកែវអ៊ីចឹងប្រធានភូមិឯងពិតជាបានខិតខំប្រឹងប្រែងធ្វើឲ្យភូមិគាត់រីកចម្រើនលូតលាស់ដូចភូមិខ្ញុំដែរអញ្ចឹងបងប្អូនអរគ្នាមើលតិចណាលោកគ្រូសូមខុសកន្លែងនេះបន្តិចណាបាទកន្លែងនេះប្រហែលជាលើសណាលើបាសណាតោះអូខេអាចបន្តទៀតបានលើកន្លែងនេះបន្តិចម្ដងទៀតអ៊ីចឹងប្រធានភូមិឯងពិតជាបានខិតខំប្រឹងប្រែងធ្វើឲ្យមេភូមិគាត់រីកចម្រើនធ្វើឲ្យភូមិគាត់ចម្រើនលូតលាស់ដូចភូមិខ្ញុំដែរកនមីងសុភាពជាមេភូមិម្នាក់ដែលមានភាពឆ្លៀសវៃណាស់គាត់ឆាប់យល់ការងារចេះរៀបចំផែនការដើម្បីអភិវឌ្ឍភូមិគាត់ចេះធ្វើឲ្យប្រជាជនជឿជាក់និងចូលរួមសហការព្រោះគាត់ស្មោះត្រង់មិនកេងប្រវ័ញ្ចផលប្រយោជន៍ប្រជាជនម្យ៉ាងទៀតគាត់លះបង់ពេលវេលានិងកម្លាំងកាយចិត្តដើម្បីជួយប្រជាជនទាន់ពេលវេលាកែវគាត់ពិតជាជនគួរឲ្យគោរពមែនបាទតើនេះទាំងអស់គ្នាបាទលោកគ្រូសូមអានម្ដងទៀតតោះចាប់ដើមម្ដងទៀតកែវកនឥឡូវនេះខ្ញុំឃើញភូមិឯងមានការរីកចម្រើនប្លែកខុសពីពេលមុនឆ្ងាយណាស់បាទ
khó play pi pel môn ngày nè ta mau pi môn hát ở đây tử còn keo ai mà đăng tê rư phùng nhóm á thì chầm ra cứ mau pi ấy lời ní mê phùng nhóm bản riêng sốt bọt bị sao lo nâng miên phan ca bị bọt phùng cho bà lâu à kèo ý chấnประเทศภูมิ ái nhá ปัจเจีย បាន ខិតខំ ប្រឹងប្រែង ធ្វើ ឲ្យ ភូមិ គាត់ ចម្រើន លូតលាស់ ដូច ភូមិ ខ្ញុំ ដែរ កន មីង សុភាព ជា ស្ត្រី មេ ភូមិ ម្នាក់ ដែល មាន ភាព ឆ្លៀសវៃ ណាស់ គាត់ ឆាប់ យល់ ការងារ ចេះ រៀបចំ ផែនការ ដើម្បី អភិវឌ្ឍ ភូមិ គាត់ ចេះ ធ្វើ ឲ្យ ប្រជា ជន ជឿជាក់ និង ចូល រួម សហការ ព្រោះ គាត់ ស្មោះត្រង់ មិនកេង ប្រវាញ់ ផល ប្រយោជន៍ ប្រជា ជន ម្យ៉ាងទៀត គាត់ លះបង់ ពេល វេលា និង កម្លាំង កាយ ចិត្ត ដើម្បី ជួយ ប្រជា ជន ទាន់ ពេល វេលា កែវ អូ គាត់ ពិត ជា ជន គួរ ឲ្យ គោរព មែន បាទ អរគុណ ច្រើន បងប្អូន ទាំង អស់ គ្នា អញ្ចឹង បងប្អូន ទាំង អស់ គ្នា អាច អាន ទៅ លើ ការ សន្ទនា របស់ តួអង្គ ទាំង ពីរ ហ្នឹង ទៅ ថា តើ គាត់ ពណ៌នា អំពី ជន គំរូ ហ្នឹង អំពី អ្នក ណា ហើយ គាត់ ពណ៌នា យក អ្វី មក ពណ៌នា ណោះ ឬ ក៏ មក យក អ្វី មក និយាយ បាទ តើ ឥឡូវ បងប្អូន អស់ គ្នា អាច ចាប់ ផ្ដើម សន្ទនា ទៅ លោក គ្រូ អាច ចង្អុល តោះ ចាប់ ផ្ដើម ដើរ តួ 2 ណា ដោយ លោក គ្រូ មិន ដើរ តួ កែវ ផង កន ផង តើ យើង ចាប់ ផ្ដើម បាទ អរគុណ ច្រើន បងប្អូន ទាំង អស់ គ្នា បាទ អញ្ចឹង នៅ ក្នុង ការ សន្ទនា នេះ បងប្អូន ឃើញ តួអង្គ មាន ប្រមាណ អ្នក បាទ តួអង្គ 2 គឺ កែវ ហើយ និង កន ណា តើ កែវ និង កន គាត់ បាន និយាយ ពណ៌នា ពី នរណា បាទ គឺ ពណ៌នា អំពី មេ ភូមិ បាទ មាន ថា មេ ភូមិ ដែល គ្រប់គ្រង ភូមិ នឹង ឥឡូវ នៅ ក្នុង ការ សន្ទនា ហ្នឹង មេ ភូមិ ហ្នឹង លើក តួអង្គ នរណា មក និយាយ បាទ គឺ កន គឺ គាត់ លើក មេ ភូមិ គឺ មីង សុភាព បាទ មីង សុភាព ជា មេ ភូមិ យ៉ាង ដូចម្ដេច កូន គិត មើល មេ ភូមិ សុភាព ហ្នឹង ជា មនុស្ស យ៉ាង ម៉េច បាទ មេ ភូមិ របស់ មេ ភូមិ មីង សុភាព ហ្នឹង គឺជា ស្ត្រី មេ ភូមិ ម្នាក់ ដែល គាត់ មាន ភាព ឆ្លៀសវៃ បាទ ដែល គាត់ ឆាប់ យល់ ពី ការងារ គាត់ ចេះ រៀបចំ ផែនការ ការងារ ដើម្បី អភិវឌ្ឍ ភូមិ របស់ គាត់ ហ្នឹង ឲ្យ រីក ចម្រើន ហើយ មួយ វិញ ទៀត គាត់ ធ្វើ ឲ្យ ជា ជន ហ្នឹង គាត់ ជឿជាក់ លើ គាត់ ដោយ សារ តែ គាត់ ហ្នឹង ចេះ សហការ គាត់ មាន ភាព ស្មោះត្រង់ ហើយ មួយ ទៀត គាត់ អត់ ចេះ កេង ប្រវ័ញ្ច ប្រជា ជន ទេ បាទ ពេល ខ្លះ គាត់ ក៏ លះបង់ ពេល វេលា នេះ ឃើញ ទេ គាត់ លះបង់ ពេល វេលា កម្លាំង កាយ កម្លាំង ចិត្ត ដើម្បី ជួយ ប្រជា ជន អញ្ចឹង ពេល ដែល ក និយាយ បែប ហ្នឹង តើ គាត់ លើក ពី មីង សុភាព ហ្នឹង តើ គាត់ លើក លក្ខណៈ អី ដែល មក និយាយ ទាំង អស់ ហ្នឹង មិន ដែល គាត់ និយាយ ហ្នឹង លក្ខណៈ ល្អ របស់ មីង សុភាព ឬ ក៏ លក្ខណៈ មិន ល្អ របស់ មីង សុភាព បាទ គឺ គាត់ លើក លក្ខណៈ ល្អ គឺ មាន ន័យ ថា លក្ខណៈ សម្បត្តិ របស់ គាត់ ឬ ក៏ ជា សកម្មភាព របស់ គាត់ មក និយាយ ដូច យើង បាន រៀន អំពី ការ ប្រៀបធៀប តួអង្គ អញ្ចឹង យើង យក តែ ចំណុច ល្អ និង អាក្រក់ មក ប្រៀបធៀប តែ នៅ ក្នុង ការ ពណ៌នា អំពី ជន គំរូ នេះ ពាក្យ ថា គំរូ គឺ ល្អ អញ្ចឹង មាន ន័យ ថា យើង លើក យក តែ ចំណុច ល្អ របស់ តួអង្គ មក និយាយ បាទ អរគុណ ច្រើន អញ្ចឹង កូន មើល នៅ ក្នុង ការ សន្ទនា នេះ យើង មើល មាន សំនួន ពាក្យ អ្វី ខ្លះ ដែល ដើម្បី ពាក្យ និយាយ យ៉ាង ម៉េច យើង ត្រូវ និយាយ ហ្នឹង ប្រើ ពាក្យ គួរ សម យ៉ាង ម៉េច បាទ លក្ខណៈ យ៉ាង ម៉េច ដើម្បី ឲ្យ ការ និយាយ របស់ យើង ហ្នឹង ទៅ បាន យ៉ាង រលូន បាទ បាទ អរគុណ បងប្អូន អរគ្នា ចេះ ពី របៀប និយាយ ហើយ ប៉ុន្តែ នៅ ពេល ដែល យើង និយាយ ផ្ទាល់ ជាមួយ នឹង អត្ថបទ នេះ វា អាច ខុស គ្នា បន្តិច បន្តួច ប៉ុន្តែ នៅ ពេល ដែល យើង និយាយ ហ្នឹង ពេល ដែល យើង សិក្សា មេរៀន នេះ គ
គឺយើងចេះក្បួននិយាយហ្នឹងឲ្យបានត្រឹមត្រូវបាទអញ្ចឹងនៅក្នុងការពណ៌នាអំពីជនគំរូនេះគឺគេលើកយកមេភូមិចុះមេភូមិរបស់ប្អូនវិញតើដូចមីងសុភាពដែរឬទេណោះលោកគ្រូគិតថាអាចជាដូចមីងសុភាពពីព្រោះថាមីងសុភាពជាមនុស្សជាមេភូមិដែលល្អហើយតើភូមិរបស់ប្អូនអាចល្អដូចសុភាពអត់លោកគ្រូគិតថាល្អណោះបាទអរគុណច្រើនអញ្ចឹងបងប្អូនអាចពណ៌នាបាក់ប្រាប់គ្រូបានទេឬក៏និយាយប្រាប់គ្រូបានទេថានរណាខ្លះដែលគំរូជាជនគំរូសម្រាប់ប្អូននៅក្នុងផ្ទះអាចឪពុកម្ដាយណោះអាចបងប្អូនតើគាត់ល្អយ៉ាងម៉េចខ្លះមានថាអាចនិយាយពីសកម្មភាពរបស់គាត់ទេបានទេថាវាយ៉ាងម៉េចបាទបាទតោះแล้วបងប្អូនអរគ្នាអាចប្រាប់លោកគ្រូបានទេថាអ្នកជនគំរូនៅក្នុងផ្ទះរបស់ប្អូនហ្នឹងគាត់ធ្វើអីខ្លះចំពោះប្អូនឥឡូវអាចនិយាយពីឪពុកមើលថាឪពុករបស់យើងយ៉ាងម៉េចជាមនុស្សយ៉ាងម៉េចតោះអរគុណច្រើនលោកគ្រូគិតថាបងប្អូនទាំងអស់គ្នាអាចនិយាយបានអញ្ចឹងឪពុករបស់យើងគឺជាមនុស្សបាទគាត់ជាមនុស្សល្អគាត់ជាមនុស្សដែលមានតំណែងល្អនៅក្នុងសហគមន៍ឬគាត់មានសិលធម៌ល្អនៅក្នុងការគ្រប់គ្រងគ្រួសារគាត់ចេះសាមគ្គីក្នុងគ្រួសារគាត់ចេះមើលថែកូនណាចេះមើលថែទាំប្រពន្ធកូនហើយមួយទៀតគាត់ចេះមានថារកចំណូលជួយគ្រួសារឲ្យបានរុងរឿងអ្វីសំខាន់នោះគាត់គឺជាមនុស្សគំរូម្នាក់ដែលចិញ្ចឹមបីបាច់យើងឲ្យមានជីវិតរស់រានទទួលបានការសិក្សាណោះអរគុណច្រើនអញ្ចឹងបងប្អូនអរគ្នាបានរៀនមេរៀនមួយតាក់ទងជាមួយនឹងសម្ដេចព្រះសង្ឃរាជជួនណាតយើងបានអានអំណាចនឹងហើយតើសម្ដេចសង្ឃរាជជួនណាតគាត់ជាមនុស្សយ៉ាងម៉េចបងប្អូនអាចពណ៌នាបានទេពីព្រោះគាត់ជាមនុស្សជាជនគំរូម្នាក់ដែរគាត់ជាវីរៈជនឆ្នើមហើយក៏ជាជនគំរូអញ្ចឹងបងប្អូនអាចនិយាយប្រាប់គ្រូបានទេថាគាត់ជាមនុស្សដូចម្ដេចដើម្បីពណ៌នាបានពណ៌នាបានគាត់ជាមនុស្សយ៉ាងម៉េចនេះសម្ដេចព្រះសង្ឃរាជជួនណាតអាចនិយាយប្រាប់គ្រូបានទេអាចនិយាយត្រួសដោយសង្ខេបទៅលើចំណុចល្អឬក៏លក្ខណៈសម្បត្តិរបស់គាត់បាទឬក៏ជាសកម្មភាពរបស់គាត់អាចប្រាប់លោកគ្រូបានទេបាទឥឡូវលោកគ្រូដាក់កន្លែងនេះឲ្យបងប្អូនអរគ្នាកន្លែងនេះវិញតោះឲ្យបងប្អូនអរគ្នាពណ៌នាឲ្យលោកគ្រូតោះពណ៌នាអំពីសម្ដេចព្រះសង្ឃរាជជួនណាតលោកគ្រូគិតថាបងប្អូនអរគ្នាប្រហែលជាអាចពណ៌នាបានពីព្រោះអត្ថបទយើងបានរៀនរួចហើយបាទអរគុណច្រើនអញ្ចឹងសម្ដេចព្រះសង្ឃរាជជួនណាតគឺគាត់ជាវីរៈជនឆ្នើមមួយរូបដែលចូលរួមជួយបង្កើតនៅសៀវភៅវចនានុក្រមរបស់ខ្មែរយើងដើម្បីឲ្យកូនខ្មែររបស់យើងបានសិក្សាស្រាវជ្រាវមួយវិញទៀតគាត់ក៏បានជួយកសាងនៅមន្ទីរពេទ្យសាលារៀនវត្តអារាមផ្លូវថ្នល់និងដើម្បីសៀវភៅធម៌ជាច្រើនដើម្បីឲ្យប្រជាជនទាំងអស់បានសិក្សារៀនសូត្របន្ថែមហើយមួយវិញទៀតគាត់បានបន្សល់ទុកស្នាដៃទាំងអស់នោះធ្វើស្នាដៃទាំងអស់នោះឲ្យប្រជាជនខ្មែររបស់យើងបានប្រើប្រាស់ឬក៏បានមានន័យថាបានប្រើប្រាស់ហើយបានយកទៅអនុវត្តហើយបានចូលរួមថែរក្សាទៀតអញ្ចឹងយើងគិតថាគាត់ជាមនុស្សបែបហ្នឹងគាត់បានលះបង់ទាំងកម្លាំងកាយចិត្តហើយមួយទៀតគាត់ក៏ជាមនុស្សដែលបានទទួលការសិក្សារៀនសូត្របានជ្រៅជ្រះមានទាំងភាសាបរទេសមានភាសាជាច្រើនអញ្ចឹងគាត់គឺជាគំរូមួយដែលឲ្យបងប្អូនទាំងអស់គ្នាហ្នឹងបានយកគំរូតាមឬក៏ធ្វើតាមអញ្ចឹងដូច្នេះយើងគិតថាយើងត្រូវធ្វើម៉េចចំពោះគាត់បាទយើងមានអារម្មណ៍យ៉ាងម៉េចចំពោះគាត់បាទបើចំពោះលោកគ្រូវិញណាលោកគ្រូពិតជាមានអារម្មណ៍បាទមានអារម្មណ៍ទៅមានអារម្មណ៍ស្រឡាញ់និងគោរពគាត់
ដោយសារតែគាត់គឺជាជនគំរូម្នាក់ដែលធ្វើឲ្យលោកគ្រូហ្នឹងយកតម្រាប់តាមឬក៏យកគំរូតាមបងប្អូនទាំងអស់គ្នាក៏ដូចគ្នាដែរលោកគ្រូសង្ឃឹមថាដូចគ្នាទាំងអស់ណោះបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាអញ្ចឹងតាមរយៈការពណ៌នាអំពីជនគំរូនេះមិនមែនមានតែសម្ដេចព្រះសង្ឃរាជណាតហើយក៏មិនមែនមានតែមីងសុភាពគឺមានមនុស្សជាច្រើនទៀតដែលមាននៅក្នុងសហគមន៍របស់ប្អូនបងប្អូនអាចប្រាប់លោកគ្រូបានទេថាក្រៅពីឪពុកម្ដាយរបស់ប្អូនហើយក្រៅពីមេភូមិរបស់ប្អូនមាននរណាទៀតដែលជាគំរូសម្រាប់ប្អូនមានណាប្អូនយកតម្រាប់តាមណារៀនតាមនរណាទៀតបាទមានលោកគ្រូអ្នកគ្រូត្រូវហ៎ពីព្រោះលោកគ្រូអ្នកគ្រូក៏គាត់ជាជនគំរូដើម្បីបរៀនបងប្អូនអរគ្នាឲ្យធ្វើល្អប្រព្រឹត្តល្អហើយមួយទៀតបានទទួលនៅចំណេះដឹងមានសិលធម៌ល្អនេះក៏គាត់ជាជនគំរូមួយដែរហ៎នរណាទៀតគិតមើលបាទលោកយាយលោកតាក៏ជាជនគំរូបាទមានផ្សេងទៀតទេទាំងអស់เนาะលោកគ្រូគិតថាទាំងអស់សុទ្ធតែជាជនគំរូមិនថាគាត់ជាមនុស្សយ៉ាងម៉េចទេសំខាន់គាត់បានបង្រៀនយើងឲ្យធ្វើល្អសុទ្ធឬក៏ធ្វើល្អឬក៏គាត់ធ្វើណែនាំយើងឲ្យដើរទៅរកផ្លូវត្រូវទាំងអស់នោះសុទ្ធតែជាជនគំរូយើងអាចរៀនពីគាត់បានទាំងអស់បាទអរគុណច្រើនអញ្ចឹងលោកគ្រូសង្ឃឹមថាបងប្អូនអរគ្នានឹងបានយល់ច្បាស់អំពីមេរៀនការពណ៌នាអំពីជនគំរូមួយនេះអញ្ចឹងដើម្បីពណ៌នាអំពីជនគំរូបានឬក៏នរណាម្នាក់បានតើយើងត្រូវពណ៌នាយកអ្វីមកពណ៌នាយកចំណុចអ្វីមកពណ៌នាបាទឬក៏យកចំណុចអ្វីមកប្រាប់ដល់មិត្តភក្តិយើងឬក៏អ្នកដទៃបាទអរគុណច្រើនបងប្អូនអរគ្នាគឺយើងត្រូវយកចំណុចគឺចំណុចលក្ខណៈសម្បត្តិឬក៏ចរិយាសម្បត្តិរបស់គាត់មកនិយាយមានថាចំណុចល្អរបស់គាត់មកនិយាយពីព្រោះជនគំរូគឺយើងត្រូវយកចំណុចល្អហ្នឹងមកនិយាយតែយើងអាចចេះបញ្ចេញបញ្ចូលធ្វើម៉េចឲ្យល្អមានន័យថាការនិយាយរបស់យើងឲ្យល្អឧទាហរណ៍លោកគ្រូសួរថាបងប្អូនអរគ្នាមិនដែរមេភូមិរបស់ប្អូននិយាយមកលោកគ្រូមេភូមិរបស់ខ្ញុំគាត់ជាមនុស្សចេះនេះហើយគឺជាការពណ៌នាហើយតែមិនហើយយើងត្រូវប្រើពាក្យគួរសមដែរណាយើងនិយាយឲ្យបានត្រឹមត្រូវតាមក្បួនខ្មែររបស់យើងស្របតាមទៅលើសិលធម៌របស់យើងឲ្យបានត្រឹមត្រូវបាទអរគុណច្រើនបងប្អូនអរគ្នាបាទអញ្ចឹងដើម្បីកុំឲ្យបងប្អូនអរគ្នាហត់ឬក៏ស្មុគស្មាញឥឡូវបងប្អូនអរគ្នាអាចយកឈរឡើងទាំងអស់គ្នាជាមួយលោកគ្រូដើម្បីទះដៃណោះបាទអរគុណតោះចាប់ផ្ដើមទះដៃតាមលោកគ្រូណោះទះដៃបដិស័ព្ទបាទតោះចាប់ផ្ដើមឬក៏ទះដៃផ្ទុយគ្នាតោះចាប់ដើមមើលគ្រូសិន1 2 3ឆ្វេង1 2 3ស្ដាំ1 2 3លើក្រោមតោះឥឡូវចាប់ដើមទាំងអស់គ្នាម្ដងទៀត1 2 3ឆ្វេង1 2 3ស្ដាំ1 2 3លើក្រោមបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាយ៉ាងម៉េចដែរបាទអរគុណច្រើនដូច្នេះនៅក្នុងការបង្រៀននេះគឺយើងគ្រាន់តែឲ្យបងប្អូនអរគ្នានឹងចេះនិយាយអំពីជនគំរូអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់គឺលោកគ្រូចង់ឲ្យបងប្អូនអរគ្នាសរសេរពីការពណ៌នាអំពីជនគំរូណាម្នាក់អត់និយាយណាគាត់ណាសរសេរឧទាហរណ៍ថាបងប្អូនអរគ្នាលើកអំពីលោកគ្រូឬក៏លោកនាយកឬក៏អ្នកគ្រូគាត់ជាជនគំរូអញ្ចឹងគាត់ជាមនុស្សយ៉ាងម៉េចបងប្អូនអរគ្នាលើកមកសរសេរមកណាដូចកន្លែងនេះចឹងឃ្លាកន្លែងនេះចឹងមីងសុភាពជាស្ត្រីមេភូមិម្នាក់យ៉ាងម៉េចយើងនិយាយមកឧទាហរណ៍ថាលោកគ្រូឥឡូវដាក់ឧទាហរណ៍លោកគ្រូចាស់លោកគ្រូដារីជាមនុស្សយ៉ាងម៉េចអូខេកូនសរសេរមកមានន័យថាចំណុចល្អណាបាទអរគុណច្រើនអញ្ចឹងដើម្បីឲ្យបងប្អូនស្ដាប់ជាប់ពីចំណេះដឹងនៅក្នុងនេះជាមួយនឹងសហគមន៍របស់បងប្អូនហើយបងប្អូនទាំងអស់គ្នាយកមកវិញចែករំលែកអំពីជនគំរូទាំងអស់នោះទៅណែនាំមិត្តភ័ក្តិរបស់បងប្អូននៅពេលនៅម៉ោងក្រោយទៀតណាបាទអរគុណដើម្បីឲ្យមិត្តភ័ក្តិយើងស្គាល់ថាជនគំរូរបស់ភូមិរបស់បងប្អូនឬក៏ផ្ទះរបស់បងប្អូនមានជនគំរូអីខ្លះដើម្បីគាត់ដឹងបាទអរគុណអ
Chẳng ca bằng riêng rồi bao lục cừu nơi bên này lục cừu xôm bánh chọp hái để xa ra mấy lục cừu bàn phẹt cái cà phê hái đó bà ở cồn chẳng mê riêng phía xa khmái thằng tí pram tôm po tí đập bấy mê riêng tí muối vi rẹ chôn chám ca nị dày ca phò ní ẩm pi chôn cầm rù nơi bên này lục cừu xôm bánh chọp tại muốn bánh chọp cứ lục cừu xôm phần am nhai vào đỏ khía công phá lấy phơ cây cạp té đại lục cừu bàn đào áo nị dây ẩm pi chôn cầm rù nam mà nè hay rồi mà xe ẩm pi chôn cầm rù nam mà nèในក្នុងសហគមន៍របស់បងប្អូនហើយមួយវិញទៀតគឺលោកគ្រូនឹងមានកិច្ចការលោកគ្រូធ្វើនឹងផ្ដល់ឲ្យបងប្អូនទាំងអស់គ្នានៅតាមសាលាហើយលោកគ្រូនៅសាលារបស់បងប្អូននឹងយកកិច្ចការទាំងអស់នោះទៅចែកឲ្យបងប្អូនធ្វើអញ្ចឹងបងប្អូនកុំភ្លេចខិតខំធ្វើដោយយកចិត្តទុកដាក់ហើយមួយវិញទៀតបងប្អូនកុំភ្លេចធ្វើអនាម័យជាប្រចាំដោយការលាងសម្អាតដៃជាមួយនឹងសាប៊ូអាល់កុលឬក៏ជែលលាងដៃជាប្រចាំដើម្បីកម្ចាត់ពីមេរោគផ្សេងៗមិនថាមេរោគ COVID-19 ហើយទៅណាមកណាកូនទាំងអស់គ្នាកុំភ្លេចពាក់ម៉ាស់និងរក្សាកម្រិតឲ្យបានត្រឹមត្រូវហើយបងប្អូនអាចតាមដានការបង្រៀនរបស់លោកគ្រូអ្នកគ្រូគ្រប់កម្រិតថ្នាក់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី12តាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលមានដូចជា Facebook របស់ក្រសួងអប់រំយុវជននិងកីឡា Page គ្រូ Cambodia YouTube របស់ក្រសួងអប់រំនិង YouTube ផ្សេងៗជាច្រើនទៀតហើយមួយវិញទៀតបងប្អូនអាចតាមដានការបង្រៀននេះតាមរយៈទូរទស្សន៍តតក2ទូរទស្សន៍ Viki TV និងទូរទស្សន៍ប៉ុកខ្សែកាបច្រើនទៀតដូច្នេះការបង្រៀនរបស់លោកគ្រូសូមចប់តែប៉ុណ្ណេះបាទសូមអរគុណ